បាទសួស្តីបងប្អូនថ្នាក់ទី12ទាំងអស់គ្នាថ្ងៃនេះលោកគ្រូលើកយកចំណុចមួយទៀតតទៅទៅនឹងអាស៊ីអាគ្នេយ៍គឺ 2.3 ចលនាតស៊ូដើម្បីឯករាជ្យជាតិចេញពីប្រទេសអាណានិគមនៅអាស៊ីអាគ្នេយ៍អញ្ចឹងមូលហេតុដែលនាំឲ្យនៅអាស៊ីអាគ្នេយ៍មានចលនាតស៊ូដើម្បីឯករាជ្យចេញពីពួកអាណានិគមនោះគឺបាទទី1គឺមកពីពួកអាណានិគមមើលងាយមកលើម្ចាស់ស្រុកទី2ដោយសារតែពួកអាណានិគមបានកាន់កាប់ការងារនៅក្នុងប្រទេសនោះលើផ្នែកនយោបាយរដ្ឋបាលសេដ្ឋកិច្ចរបស់ម្ចាស់ស្រុកទី3ដោយសារពួកអាណានិគមបានប្រមូលធនធានយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅប្រទេសរបស់ខ្លួនបាទទី4នោះគឺដោយសារតែការអនុវត្តនយោបាយរបស់ពួកអាណានិគមនោះគឺបំបិទសិទ្ធិសេរីភាពរបស់ម្ចាស់ស្រុកបាទទី5គឺការទទួលបានការអប់រំពីពួកអឺរ៉ុបនាំឲ្យប្រទេសនៅអាស៊ីអាគ្នេយ៍ចាប់ដើមចេះស្រឡាញ់ជាតិរបស់ខ្លួនคล้ายទៅជាអ្នកជាតិនិយមឲ្យមានចលនាតស៊ូដើម្បីឯករាជ្យចេញពីពួកអាណានិគមបាទហើយមួយទៀតចលនាតស៊ូឯករាជ្យនៅអាស៊ីអាគ្នេយ៍មាន2ទី1ការតស៊ូប្រឆាំងនឹងអាណានិគមការតស៊ូឯករាជ្យដើម្បីប្រឆាំងនឹងអាណានិគមវាមាន2ទី1គឺការតស៊ូដោយហិង្សាគឺជាចលនាដោយប្រើអាវុធដោយការប្រយុទ្ធបង្ហូរឈាមឬការធ្វើសង្គ្រាមដើម្បីទទួលបានឯករាជ្យចេញពីពួកអាណានិគមបាទឧទាហរណ៍នៅខ្មែរមានចលនារបស់ខ្មែរឥស្រាអែលនៅវៀតណាមមានចលនារបស់ពួកវៀតមិញមួយទៀតនឹងគឺការតស៊ូដោយអហិង្សាគឺដោយនយោបាយការទូតដោយការចរចាដោយសន្តិវិធីបាទដោយមិនបង្ហូរឈាមឧទាហរណ៍នៅខ្មែរយើងគឺចលនាទាមទារឯករាជ្យរបស់ព្រះបាទនរោត្តមសីហនុមួយទៀតនឹងគឺការតស៊ូប្រឆាំងនឹងពួកមូលធននិងពួកសក្តិភូមិឬក៏ពួកកុម្មុយនីសហើយនេះបែងចែកជា2ដែរទី1គឺក្រមសេរីឬក៏ក្រមមូលធនក្រមប្រជាធិបតេយ្យពួកនេះគឺធ្វើចលនាប្រឆាំងនឹងពួកសក្តិភូមិពួកកុម្មុយនីសមានទិសដៅនយោបាយសេដ្ឋកិច្ចសង្គមវប្បធម៌បម្រើឲ្យផលប្រយោជន៍ជាតិបាទទី2នេះគឺវឌ្ឍនភាពឧស្សាហកម្មប្រព័ន្ធអប់រំឲ្យតាមប្រទេសដូចលោកខាងលិចទី3ធ្វើកំណែតម្រង់រចនាសម្ព័ន្ធរដ្ឋនិងសេដ្ឋកិច្ចបាទទី4គឺបង្កើតឲ្យមានប្រព័ន្ធដឹកនាំទៅតាមច្បាប់របស់រដ្ឋធម្មនុញ្ញហើយទី5គឺដើម្បីធ្វើទំនើបកម្មលើវិស័យយោធានិងវិស័យផ្សេងចំពោះក្រមកុម្មុយនីសបាទក្រមកុម្មុយនីសគឺធ្វើចលនាដើម្បីធ្វើបដិវត្តផ្ដួលរំលំពួកសេរីពួកមូលធនដើម្បីកសាងនៅរបបសង្គមនិយម